បាទខ្ញុំឈ្មោះរតមាតាឪពុកខ្ញុំឈ្មោះផុនសុផល គឺថាអាចនឹងចង់ស្នងតំណែងឪពុកបានឬយ៉ាងណាដែរ បាទបងចង់ស្នងគាត់ដែរបង We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័ស វាសួររត់មកដែរ បាទត្រូវសួរបង រត់មកដែរណា បាទ សុខសប្បាយអូន សុខសប្បាយបង មិនដែរការធៀបខ្លួនអនឡាញ ត្រៀមខ្លួនបានល្អហើយបង បានច្រើនណាស់ បាទបង ទៅប្រកួតនៅបត្យាដែរត្រូវ បាទបង ការប្រកួតនៅបត្យានេះមានអារម្មណ៍មិនដែរសម្រាប់ការទៅប្រកួតនៅក្រៅស្រុកហើយលើកទីប្រមាណនៅក្នុងការ លើកទី1បងមានអារម្មណ៍ថាសប្បាយចិត្តបងគេផ្ដល់ឱកាសឲ្យទៅ លើកទី1ទេ បាទបង ចុះប្រកួតអន្តរជាតិ នៅបងអត់មិនប្រកួតអន្តរជាតិ មានន័យថាការប្រកួតអន្តរជាតិក៏ជាលើកទី1ដែរ បាទបង ហើយការប្រកួតនៅក្រៅប្រទេសក៏លើកទី1ដែរ បាទបង អញ្ចឹងលើកទី1ការប្រកួតអន្តរជាតិហើយនៅខាងក្រៅប្រទេសទៀត បាទ អូខេហើយមានអារម្មណ៍ថាយ៉ាងណាដែរ មានអារម្មណ៍ថាសប្បាយចិត្តរំភើបខ្លាំងបងតែអត់នឹកស្មានថាបានវាយបរទេសហើយទៅវាយក្រៅស្រុកទៀតបង ឱកាសទី1ប្រកួតបរទេសហើយប្រកួតក្រៅស្រុកទៀត បាទបង អូខេហើយការហ្វឹកហាត់លើអីបុកខ្លាំងហ៎លើគ្រូបុកការហ្វឹកហាត់ខ្លាំងហ៎ ខ្លាំងបងខ្លាំង មានបែបណាខ្លះដែរអាចនិយាយតិចបានទេទៅក្នុងជំនួយការហ្វឹកហាត់ ហាត់ដូចជាបុកស៊ីបអូកងឡានហើយនឹងបុកយកស៊ុសបងរត់ខ្លាំង ឥឡូវហ្វឹកហាត់នេះបានរយៈពេលប៉ុន្មានហើយទៅមិនដែរ តាំងពីចូលហាត់មុនដំបូងហើយបង បាទ តាំងចូលហាត់មុនដំបូងដូចជាបាន2023ចូល2024បងបានមួយឆ្នាំជាងបាទបង ឆ្នាំមួយឆ្នាំជាងនេះគាត់ថាខ្លួនឯងកម្រិតមួយណាហើយដែលយើងថាអាចនឹងតាមយើងគិត ខ្ញុំមកឈុំហើយបង មកសុំនេះណា បាទ គាត់ថាអាចនឹងចង់ស្នងតំណែងឪពុកបានឬយ៉ាងណាដែរ បាទបងចង់ស្នងគាត់ដែរបង អាចនិយាយតិចមើលឥឡូវនិយាយតិចដោយសារតែខ្លាចបងនិយាយទៅអត់លឺ បាទ តែនាំខ្លួនបន្តិចតែខ្លួនឯងថាឪពុកឈ្មោះអីឪពុកជាអីបែបណាដែរ បាទខ្ញុំឈ្មោះរតមាតាឪពុកខ្ញុំឈ្មោះផុនសុផល គាត់ជាអតីតកីឡាករដែរទេ បាទជាអតីតកីឡាករដែរ អូខេហើយឥឡូវនេះកំពុងតែព្យាយាមស្នងតំណែងជារបស់ឪពុក បាទ ណាអូខេហ្នឹងហើយមកដាក់អរគុណច្រើនមានអីជាការអរគុណទៅដល់ VX2 Sport ដែលបានឧបត្ថម្ភគ្រប់គ្រងក្នុងការពួកយើងបានទៅប្រកួតនៅទីក្រុងបត្តាយាហើយក៏ដូចជាបានលោកបងសំណប់ដែលបានដឹកនាំពួកយើងទៅដែលផ្ដល់ឱកាសពួកយើងសម្រាប់ទៅប្រកួតនៅក្រៅប្រទេស បាទខ្ញុំជាបន្តខ្ញុំអរគុណដល់វេអ៊ីទៀវដែលជួយ sponsor ខ្ញុំទៅវាយក្រៅប្រទេសហើយនឹងបងសំណប់ដែលនាំខ្ញុំទៅបង អូខេជួបបងមកណាឲ្យទទួលបានជោគជ័យណា បាទអរគុណច្រើនបង វិស័យកីឡាគុណខ្មែរអរគុណ បាទបងអរគុណច្រើន We Active ភេសជ្ជៈកីឡាដំបូងគេរបស់ប្រទេសកម្ពុជាបំពេញនិងរក្សាជាតិទឹកព្រមទាំងសារធាតុរ៉ែបានល្អហើយឆាប់រហ័ស